ទេសចរអាស៊ីប៉ាស៊ីហ្វិកផាតាប្រចាំកម្ពុជាបានសហការជាមួយនឹងសហព័ន្ធទេសចរកម្ពុជាដែលមានការគាំទ្រពីក្រសួងទេសចរក្រមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរកម្ពុជានិងសភាពាណិជ្ជកម្មឥណ្ឌានៅកម្ពុជាបានរៀបចំព្រឹត្តិការណ៍ជំនួបផ្លាស់ប្ដូរពាណិជ្ជកម្មទេសចរហៅកាត់ថា CTM លើកទី4ចាប់ពីថ្ងៃទី17ដល់ថ្ងៃទី23កក្កដា2026នេះដោយធ្វើឡើងនៅ3ទីតាំងផ្សេងគ្នាដែលរួមមាននៅខេត្តសៀមរាបរាជធានីភ្នំពេញនិងនៅខេត្តព្រះសីហនុ CTM នេះមិនមែនជាពិព័រណ៍ទេសចរធម្មតាទេប៉ុន្តែគឺជាវេទិកាទីផ្សារទេសចរថ្នាក់ជាតិដែលត្រូវបានបង្កើតឡើងដើម្បីភ្ជាប់អាជីវកម្មទេសចរកម្ពុជាជាមួយនឹងអ្នកទិញមកពីទីផ្សារអន្តរជាតិនិងបង្កើតឱកាសអាជីវកម្មរយៈពេលវែងតាមការបញ្ជាក់របស់លោកបណ្ឌិតធួនស៊ីណានប្រធានសមាគមផាតាប្រចាំកម្ពុជាបានបង្ហាញនៅក្តីសោមនស្សរីករាយនិងសុទិដ្ឋិនិយមចំពោះកម្មវិធី CTM ដែលត្រូវបានចាត់ទុកថាជាកម្លាំងចលករដ៏សំខាន់នៅក្នុងការជំរុញការអភិវឌ្ឍវិស័យទេសចរនៅព្រះរាជាណាចក្រកម្ពុជាបាទសូមអរគុណច្រើន CTM នេះគឺជាឈ្មោះមួយនៃការជាឈ្មោះដែលយើងហៅសម្រាប់ជាយុទ្ធនាការផ្សព្វផ្សាយទេសចរកម្ពុជាទៅកាន់ពិភពលោកបាទហើយកម្មវិធីលើកនេះគឺជាលើកទី4ហើយដែលយើងធ្វើតាំងពីខែ3មកបាទខែ3ខែ4ខែ5មកដល់ខែ7នេះមានន័យថាជាលើកទី4ដែលយើងធ្វើលើកនេះគឺជាមួយប្រទេសឥណ្ឌាមានន័យថាយុទ្ធនាការរបស់យើងផ្សព្វផ្សាយចេញពីម្លុកអាស៊ានចេញទៅអាស៊ីប៉ាស៊ីហ្វិកបាទតបន្ទុយរហូតទៅដល់ម្លុករុស្ស៊ីម្លុកនៃជាភាសារុស្ស៊ីតទៅម្លុកអឺរ៉ុបនិងទៅតំបន់អាមេរិកនិងអាមេរិកឡាទីនបាទយើងមានការរំពឹងខ្ពស់ដោយសារតែកាលពីលើកទី1យើងធ្វើនៅខែ3លើកទី2ខែ4លើកទី3ខែ5នេះមានន័យថាយើងបានទទួលផលរួចទៅហើយយើងបានទទួលផលមកបណ្ដាហើយអ្នកលក់កម្ពុជានិងអ្នកទិញគឺគាត់នៅបន្តទៅជែកគ្នាធ្វើការងារជាមួយគ្នាសហការគ្នាជាមួយគ្នាធម្មតាអញ្ចឹងយើងសំបីតែនៅក្នុងកាលពីខែ4ដែលយើងអញ្ជើញភ្ញៀវវៀតណាមភ្ញៀវចិនមកហ្នឹងគឺវាបានផលរួចជាស្រេចទៅហើយដូច្នេះហើយបានយើងមានការរំពឹងខ្ពស់ថាសកម្មភាពរបស់យើងនឹងនាំផ្លែផ្កាមកដល់អ្នកចូលរួមនិងនាំផ្លែផ្កាផលប្រយោជន៍មកដល់ប្រទេសជាតិរបស់យើងអ្វីដែលខ្ញុំចង់ highlight នៅលើកនេះទៀតគឺឥឡូវនេះយើងធ្វើជាមួយឥណ្ឌាហើយយើងអស់គ្នាយើងដឹងហើយថាឥណ្ឌាគឺជាប្រទេសមួយដែលមានប្រជាជនច្រើនមែនទែនឥឡូវគាត់នៅក្នុងលំដាប់លេខ1ចិនលេខ2បាទនៅក្នុងហ្នឹងហើយអាវបោនដែលគាត់ចេញមកខាងក្រៅច្រើនមែនទែនអ្វីដែលយើងរីករាយគឺប្រហែលថ្ងៃនេះគឺពួកគាត់ទៅពីជាប់បេសកកម្មរបស់គាត់នៅខេត្តសៀមរាបបាទពីម្សិលមិញនៅកំពង់ឆ្នាំងហើយយើងពហុមកពេញហើយថ្ងៃនេះគាត់នៅភ្នំពេញពួកគាត់សប្បាយចិត្តហើយគាត់មានការភ្ញាក់ផ្អើលពីព្រោះនៅខេត្តសៀមរាបគាត់ដឹងថាមានតែអង្គរវត្តទេក៏ប៉ុន្តែគាត់អត់បានដឹងថាសៀមរាបមានអ្វីផ្សេងលើសពីអង្គរវត្តទេអញ្ចឹងទាំងអស់នោះគាត់បានទទួលព័ត៌មានគាត់បានមើលឃើញគាត់បានចូលរួមអញ្ចឹងគាត់ឃើញថាកម្ពុជានេះមានផលិតផលទេសចរច្រើនណាស់លើសពីអង្គរវត្តបាទហើយក្រៅពីខេត្តសៀមរាបនិងភ្នំពេញក៏កម្ពុជាមានផលិតផលទេសចរដទៃទៀតច្រើនមែនទែនហើយគាត់ថាហេតុអីបានជាពួកគាត់អត់បានដឹងព័ត៌មានហ្នឹងហើយខ្ញុំឆ្លើយប្រាប់គាត់ថាដូច្នេះហើយបានយើងអញ្ជើញគាត់មកបាទទាំងអស់នោះព័ត៌មានទាំងអស់នោះដែលគាត់មានការរំពឹងខ្ពស់មែនទែនថាជំនួបដែលគាត់អញ្ជើញមកលើកនេះព្រៃបិទតែគាត់មិនដែលបានមកប៉ុន្តែគាត់បានឃើញគាត់បានស្គាល់គាត់ដឹងថាកម្ពុជាមានសក្តានុពលខ្ពស់នៅក្នុងវិស័យទេសចរដូច្នេះគាត់រំពឹងទុកថានឹងមានភៀវទេសចរឥណ្ឌានឹងមកច្រើនតាមរយៈពួកគាត់ពីពួកគាត់នឹងសន្យាក្នុងការផ្សព្វផ្សាយពីព្រោះអ្វីដែលពួកគាត់បានឃើញគឺជាអ្វីដែលពួកគាត់ត្រូវការទាំងអស់នោះដែលជាការរំពឹងទុកខ្ពស់របស់ពួកយើងបាទការពិតដោយសារតែឥណ្ឌាគឺជាប្រជាជាតិមួយដែលមានប្រពៃណីនិងវប្បធម៌មួយផ្សេងដាច់ដោយឡែកតាំងពីម្ហូបតាំងពីការទទួលរបស់គាត់ពិបាកនឹងយើងពិបាកនឹងយកអ្នកទិញដទៃទៀតមកចូលរួមជាមួយគាត់ដោយសារតែការហូបចុករបស់គាត់របៀបរបបរបស់គាត់ហើយម្យ៉ាងទៀតពួកគាត់មកនេះគឺមានគ្នាច្រើនបាទគាត់មានក្រុមហ៊ុនច្រើនដូច្នេះយើងអញ្ជើញតែពួកគាត់ដាច់ដោយឡែកហើយនៅខែបន្តទៀតបានយើងបញ្ចូលជាមួយនឹងជាតិសាសន៍ដទៃទៀតនៅតាមផែនការរបស់យើងបាទដូចជាបានជំរាបជូនខាងដើម
ព័ត៌មានជាច្រើនរបស់កម្ពុជាដែលគាត់លើកគឺព័ត៌មានមិនល្អអាហ្នឹងទី1ទី2គាត់ដឹងតែកម្ពុជាគាត់ដឹងតែមានតែអង្គរវត្តតែប៉ុណ្ណោះឯងគាត់ពុំដឹងថាអង្គរវត្តនៅកម្ពុជានេះមានតំបន់សមុទ្រតំបន់ទន្លេសាបតំបន់មេគង្គមានទីក្រុងដ៏ស្រស់ស្អាតដូចភ្នំពេញជាដើមហ្នឹងគាត់អត់បានដឹងទេគាត់ដឹងតែកម្ពុជានៅសៀមរាបមានអង្គរវត្តគាត់ដឹងតែមានប្រាសាទទាំងអស់នោះអ្វីដែលគាត់ដឹងក៏ប៉ុន្តែអ្វីដែលភ្ញាក់ផ្អើលរបស់គាត់ក្រុមហ៊ុនទាំងអស់ដែលអញ្ជើញមកទីនេះសិតតែជាក្រុមហ៊ុនធំដែលមកពីបណ្ដាខេត្តបណ្ដាទីក្រុងធំពាណិជ្ជកម្មធំនៅឥណ្ឌាគាត់មានការភ្ញាក់ផ្អើលមែនទែននៅពេលដែលគាត់មកដល់ព្រោះអ្វីដែលគាត់រំពឹងទុកវាលើសអំពីការរំពឹងទុករបស់គាត់ទី1គាត់មកដល់ទីនេះគាត់ឃើញប្រទេសជាតិមានសុខសន្តិភាពគាត់ឃើញមានការរីកចម្រើនបាទទី2អ្វីដែលគាត់លើសពីការរំពឹងទុករបស់ពួកគាត់នោះគឺផលិតផលទេសចរដែលគាត់គិតថាពីមុនមានតែប្រាសាទអង្គរវត្តទេដោយសារតែកម្មវិធីដែលគាត់លក់គឺមានទី2យប់3ថ្ងៃឬក៏1យប់2ថ្ងៃនៅខេត្តសៀមរាបប៉ុន្តែឥឡូវគាត់ឃើញមានភ្នំកលែនគាត់ឃើញមានតំបន់ធនធានធម្មជាតិគាត់ឃើញមានផលិតផលកែច្នៃផ្សេងទៀតពីម្សិលមិញគាត់មានការភ្ញាក់ផ្អើលមួយដែលយើងយកគាត់ទៅកំពង់ឆ្នាំងទៅ The Farm House នៅកំពង់ឆ្នាំងគាត់ភ្ញាក់ផ្អើលដែលមានការសម្ដែងសិល្បៈអីសពបែបយ៉ាងគឺគាត់អត់ចង់ចេញពីកន្លែងនោះទេពីម្សិលមិញរហូតកម្មវិធីគាត់ត្រូវចេញមកតាំងពីម៉ោង5ល្ងាចប៉ុន្តែគាត់ពជាពេលរហូតដល់ម៉ោង7 7 8យប់បានគាត់ចេញពីទីនោះមកដោយសារគាត់សប្បាយរីករាយនឹងឃើញសកម្មភាពនៅផលិតផលដ៏ច្រើនបែបនេះដែលកម្ពុជាមានរហូតដល់គាត់សម្រាប់ចិត្ត2ខែក្រោយគាត់អញ្ជើញក្រុមសិល្បៈកុមារកំព្រានៅខេត្តកំពង់ឆ្នាំងទៅឥណ្ឌានៅរយៈពេល2ខែទៀតគាត់អញ្ជើញទៅសម្ដែងនៅឥណ្ឌាទៀតបាទទាំងអស់នោះគឺជាសមិទ្ធផលដែលបានកំពុងតែកើតឡើងដែលយើងមានការរំពឹងខ្ពស់មែនទែនអំពីដំណើរទស្សនកិច្ចរបស់គណៈប្រពន្ធឥណ្ឌាលើកនេះបាទខ្ញុំអាចនិយាយថាបាទពិតជាត្រូវគ្រប់ជាតិសាសន៍នៅលើពិភពលោកព្រោះកម្ពុជាអ្វីក៏កម្ពុជាមានដែរប៉ុន្តែអ្វីដែលកម្ពុជាមិនមានគឺភាពកែច្នៃភាពតាក់ទាញនិងមធ្យោបាយក្នុងការតាក់ទាញមធ្យោបាយក្នុងការផ្សព្វផ្សាយទាំងអស់នោះដែលកម្ពុជាអត់មានប៉ុន្តែអ្វីដែលកម្ពុជាមានគឺផលិតផលទេសចរដ៏សម្បូរបែបដែលគ្រប់ជាតិសាសន៍ទាំងអស់អ្វីដែលខ្ញុំគាត់សម្គាល់ឃើញនៅក្នុងពេលបច្ចុប្បន្នកាលនេះដែលអាចតាក់ទាញឥណ្ឌាបាននេះគឺមានន័យថាផលិតផលធម្មជាតិបាទដូចជានៅក្នុងទីក្រុងយើងនៅភ្នំពេញបាទសៀមរាបភ្នំកលែនដែលពួកគាត់ចាប់អារម្មណ៍ខ្លាំងទៅលើភ្នំកលែនហើយនឹងតំបន់កោះពីពួកគាត់អត់បានដឹងទេមានន័យថាកោះគាត់អត់គិតថាកម្ពុជាមានកោះដូចនៅប្រទេសជុំវិញយើងទេបាទគាត់គិតថាកម្ពុជាមានតែប្រាសាទតែប៉ុណ្ណោះឯងទាំងអស់នោះអ្វីដែលគាត់ដឹងអញ្ចឹងលើកនេះខ្ញុំមានក្តីរំពឹងខ្ពស់ថានៅសៀមរាបពួកគាត់ដឹងហើយថាយើងមានភ្នំកលែនយើងមានផលិតផលទេសចរប្រវត្តិសាស្ត្រធម្មជាតិដទៃទៀតចាប់ផ្ដើមស្វែងយល់នៅតំបន់កោះទៀតដែលជាការរំពឹងទុកខ្លាំងមែនទែនរបស់ពួកគាត់បាទទាំងអស់នោះគឺជាអ្វីដែលខ្ញុំគិតថាពួកគាត់នឹងបង្កើតកម្មវិធីលក់ទៅឲ្យអតិថិជនរបស់គាត់ក្នុងរយៈពេលលឿនបំផុតយើងភីវឥណ្ឌាប្រទេសជាតិមួយតែងតែមានវប្បធម៌និងប្រពៃណីផ្សេងពីគ្នាបាទចិនមានរបៀបរបស់ចិនឥណ្ឌាមានរបៀបរបស់ឥណ្ឌាអឺរ៉ុបយើងដឹងជាទូទៅបាទអឺរ៉ុបរបៀបម៉េចមានន័យថាប្រជាជននៅពិភពលោកគេដឹងប៉ុន្តែឥណ្ឌាគឺជាប្រជាជាតិមួយដែលការហូបចុករបស់គាត់ក៏គាត់មានប្រពៃណីរបស់ពួកគាត់បាទឥណ្ឌាគាត់អត់អាចហូបមកហូបដទៃបានដូចភីវចិនឬក៏ដោយប្រជាជាតិដទៃទៀតទាំងអស់នោះដែលខ្ញុំគិតថាការស្វែងយល់អំពីតម្រូវការរបស់ភីវឥណ្ឌាការស្វែងយល់អំពីប្រពៃណីនិងវប្បធម៌របស់ជនជាតិឥណ្ឌាការស្វែងយល់អំពីការចង់បានរបស់ភីវជនជាតិឥណ្ឌានោះគឺជាសារៈសំខាន់ចាំបាច់មែនទែនក្នុងការផ្ដល់សេវាកម្មដ៏ត្រឹមត្រូវដែលគេចង់បានជាការពិតកម្មវិធីនេះតាំងពីដើមទីមក CTM ខ្ញុំតែងតែប្រកាសឲ្យយើងយកបេះដូងរបស់យើងយកមកដាក់ទុនយើងពុំមានមូលនិធិជួយទេគឺយើងប្រើបេះដូងរបស់យើងដូច្នេះយើងស្នើសុំឲ្យរាជរដ្ឋាភិបាលកម្ពុជាមេត្តាចូលរួមចំណែកតាមដែលអាចធ្វើទៅបានតាំងថវិកាដែលអាចធ្វើទៅបានដើម្បីគ្រប់គ្រងឲ្យព្រឹត្តិការណ៍របស់យើងនេះបន្តទៅទៀតដើម្បីអាចធ្វើឲ្យ CTM នេះក្លាយទៅជាមធ្យោបាយនៃការផ្សព្វផ្សាយទាក់ទាញភ្ញៀវចំណុចដែលកាន់តែសំខាន់ទៀតខ្ញុំស្នើសុំទៅដល់បងប្អូនដែលនៅក្នុង
សហគ្រិនទេសចរនៅក្នុងវិស័យទេសចរមេត្តាចូលរួមកុំអង្គុយចាំមើលកុំអង្គុយរងចាំបញ្ហាដែលកើតឡើងនៅជុំវិញពិភពលោកកុំអង្គុយចាំភ្ញៀវមកគោះទ្វារផ្ទះយើងតែឥឡូវនេះភ្ញៀវមកដល់ផ្ទះយើងត្រូវតែចូលរួមឲ្យបានច្រើនរួមគ្នាទទួលខុសត្រូវរួមគ្នាផ្សព្វផ្សាយគោលដៅទេសចរកម្ពុជាទៅកាន់ពិភពលោកទាំងអស់នោះគឺសិតតែអ្វីដែលយើងអាចធ្វើបានស្នើសុំឲ្យបងប្អូនទាំងអស់មេត្តាចូលរួមកុំអង្គុយរងចាំចូលរួមទាំងអស់គ្នា លោកបណ្ឌិតធួនស៊ីណានបានគូបញ្ជាក់បន្ថែមថាតាមគម្រោង CTM លើកទី 5 គ្រោងនឹងរៀបចំនាថ្ងៃទី 6 ដល់ថ្ងៃទី 12 កញ្ញា 2026 ខាងមុខនេះ ជាការពិតដោយសារតែរដ្ឋាភិបាលមានគោលនយោបាយដែលមិនធ្លាប់មានពីមុនមកលើការលើកលែងទឹកតការទៅដល់ភ្ញៀវទេសចរចិនដូច្នេះហើយទើបយើងបាទអញ្ជើញភ្ញៀវចិនមកនៅក្នុងខែ 4 អញ្ជើញភ្ញៀវចិនមកខែ 5 ដើម្បីឲ្យរួចរាល់ក្នុងការទៅចូលរួមផ្សព្វផ្សាយទៅភ្ញៀវចិនដែលនឹងត្រូវចាប់ផ្ដើមដំណើរការតាំងពីថ្ងៃទី 15 ខែមីនារហូតដល់ខែ 10 ដូច្នេះសម្រាប់ខ្ញុំ CTM នេះគឺជាផ្នែកមួយជាយុទ្ធនាការគឺជាមធ្យោបាយក្នុងការផ្សព្វផ្សាយទៅកាន់ពិភពលោកវាលើសអំពីចិនទៅទៀតបាទខ្ញុំនៅតែស្នើសុំតើថា CTM មិនអាចដើរទៅបានបន្តទៅមុខបានដោយមិនមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងរដ្ឋទាំងឯកជននោះទេដូច្នេះស្នើសុំបងប្អូនទាំងអស់គ្នាមេត្តាជើញចូលរួមហើយបងប្អូនកុំអង្គុយរងចាំមើលគ្នាកុំអង្គុយរងចាំមើលបញ្ហាប៉ុន្តែបងប្អូនត្រូវតែមកចូលរួមដើម្បីដោះស្រាយបញ្ហាហើយនឹងបន្តផ្សព្វផ្សាយទើបយើងរកនៅផលប្រយោជន៍បានឃើញបើបងប្អូននឹងអង្គុយរងចាំមើលគ្នាហើយរងចាំគេមករកយើងនៅក្នុងសភាពនៅក្នុងកលៈទេសៈដែលពិភពលោកដែលមិនមានប្រកបវិជ្ជានេះប្រកបណាស់ការប្រកួតប្រជែងកាន់តែខ្លាំងដូច្នេះមានតែយើងចេញសកម្មភាពគ្រប់គ្នាទេទើបអាចដណ្ដើមបាននូវផលប្រយោជន៍សម្រាប់ប្រទេសជាតិយើងនិងសម្រាប់ខ្លួនយើងបាទយើងត្រូវតែដើរចេញក្រៅដើម្បីទីភ្ញៀវចូលមកបាទជាការពិតយើងអត់អាចអង្គុយនៅផ្ទះរោងចាំគេមកគោះទ្វារផ្ទះយើងទេយើងត្រូវតែគោះទ្វារផ្ទះគេហើយបើគេមកហើយត្រូវតែចេញមកទទួលគេទើបផលវាបាទ